Hello គ្នាយើងរឿងសៃតាម៉ាដែលជាភាគថ្មីនេះគឺបានមកដល់ទៀតហើយអញ្ចឹងអ្នកនរគ្នាដែលកំពុងតែរងចាំទស្សនានៅភាគនេះគឺយើងបានមកដល់ទៀតហើយឥឡូវនេះដើម្បីកុំឲ្យផាត់ពេលវេលាយូរអ្នកនរគ្នាចូលទៅកាន់ការទស្សនានៃរឿងសៃតាម៉ារបស់យើងជាបន្តទៀតនៅក្នុងសមាគមរបស់ Hero កំពុងតែមានការជួបជុំគ្នារវាង Hero Rank A ទាំងអស់លើកលែងតែ Hero ផ្សេងៗទៀតគឺអត់អាចឲ្យចូលរួមបាននោះទេដោយសារតែពួកគេនឹងគឺអត់បានទុកចិត្តជាមួយនឹង Hero ទាំងអស់នោះទេឬអាចនិយាយយ៉ាងទៀតថាពួកគេគឺមានសមត្ថភាពនៅស្ទើរខ្លាំងពេកបានជាក្រុម Hero Rank A ហ្នឹងគឺអត់ឲ្យចូលរួមដោយ Hero Rank A ទាំងអស់ហ្នឹងគឺដឹកនាំដោយ Hero ម្នាក់ដែលមានឈ្មោះថា Chur Emperor ក៏បាននិយាយទៅកាន់ពួកគេថានៅថ្ងៃនេះពួកយើងនឹងទៅកំទេចជាមួយនឹងសមាគមបិសាចដែលនៅស្ថិតនៅក្រៅផ្ទះរបស់សៃតាម៉ានឹងហើយដូច្នេះហើយ Chur Emperor ចង់ឲ្យពួកគេដឹងថាពួកយើងត្រូវតែត្រៀមខ្លួននិងប្រុងប្រយ័ត្នជាមួយនឹងពពួកបិសាចទាំងអស់នោះដោយសារតែមានវិស័យក្អែបមួយគឺវាមានសមត្ថភាពខ្លាំងមែនទែនតែដោយសារតែ King និង Bomb គឺជាអ្នកកំចាប់វានឹងហើយទើបធ្វើឲ្យអាវិស័យក្អែបហ្នឹងវាស្លាប់ Chur Emperor ក៏នៅតែបន្តនិយាយទៅកាន់ពួកគេថាមិនមែនមានតែវិស័យក្អែបទេពួកបិសាចប្រហែលជាមានជាមួយនឹងវិស័យលំដាប់ Dragon ឬក៏លំដាប់ព្រះជាច្រើនទៀតពេលនោះ Hero Rank M ម្នាក់ដែលមានឈ្មោះថា Puri គាត់បាននិយាយពីជាមួយនឹងគ្នារបស់គាត់ដែលបានប្រែក្លាយទៅជាបិសាចដោយសារតែបិសាចឆ្មាហ្នឹងគឺបានបំលែងពួកគេឲ្យក្លាយទៅជាបិសាចដូច្នេះហើយបើសិនជាខាងសមាគមបិសាចជាអ្នកធ្វើបែបនេះអញ្ចឹងគាត់សំណូមពរឲ្យពួក Hero ទាំងអស់ហ្នឹងត្រូវតែឃើញនៅពេលដែលឃើញគ្នារបស់គាត់កុំសម្លាប់ពួកគេអីព្រោះគាត់ហ្នឹងគឺមានបំណងចង់ឲ្យពួកគេហ្នឹងប្រែក្លាយជាមនុស្សប៉ុន្តែរឿងនេះត្រូវបានស៊ុំប៊ីមែនជំទាស់ជាដាច់អហង្ការដោយសារតែការដែលឃើញពួកបិសាចឲ្យមិនសម្លាប់នេះគឺវាមិនអាចទៅរួចទេដោយសារតែបិសាចនៅពេលដែលវាឃើញជាមួយនឹងពួក Hero គឺវាដឹងតែសម្លាប់ឬការវាយប្រហារមកកាន់ Hero ហើយបើសិនជាពួកយើងមិនអាចសម្លាប់វានោះទេគឺពួកវានឹងធ្វើការសម្លាប់ពួកយើងវិញអញ្ចឹងគឺមិនអាចទៅរួចទេរឿងនេះទុកជីវិតអ្នកទោសដែលជាកូនចៅរបស់ Puring នេះហើយស៊ុំប៊ីមែនក៏យកដូចនេះដែរព្រមទាំងអាតូមិចសាមរ៉ៃហើយគាត់បានលើកឡើងអំពី Hero ត្រាណៃដែលជា Hero Rank F ម្នាក់បានចូលទៅក្នុងសមាគមរបស់ពពួកបិសាចហើយពេលនេះគឺបាត់ដំណឹងឈឹងអត់ដឹងថាគាត់កើតអ្វីទេឬក៏ត្រូវបានពពួកបិសាចហ្នឹងគឺសម្លាប់គាត់បាត់ទៅហើយពួកគេក៏បាននិយាយគ្នាអំពីការចូលទៅជួយក្នុងការជួយជាមួយនឹងកូនប្រុសរបស់លោកមហាសេដ្ឋីដែលជាអ្នកធ្វើឲ្យសមាគមបិសាចហ្នឹងលេចឡើងមកស៊ុំប៊ីមែនក៏បាននិយាយថាពួកយើងគ្រាន់តែទៅជួយជាមួយនឹងកូនរបស់លោកមហាសេដ្ឋីប៉ុណ្ណោះគឺពុំមានបំណងទៅក្នុងការសម្លាប់ជាមួយនឹងពពួកបិសាចឬក៏បោះសម្អាតនៅសមាគមបិសាចចោលនោះទេដោយសារតែពួកយើងហ្នឹងគឺអត់ដឹងថាពួកបិសាចហ្នឹងគឺមានសមត្ថភាពឬក៏មានជាមួយនឹងវិស័យខ្លាំងប៉ុណ្ណានោះទេពេលនោះ Hero Rank S ម្នាក់ដែលមានឈ្មោះថា Plastic Plus ក៏បាននិយាយទៅកាន់ពួកគេវិញថាមិនអីទេពួកយើងគ្រាន់តែចូលទៅក្នុងការគំចាប់ជាមួយនឹងពពួកវិស័យខ្លះបើសិនជាពួកវានឹងមករាំងផ្លូវរបស់ពួកយើងដូច្នេះហើយយើងនឹងទៅជួយជាមួយនឹងកូនប្រុសរបស់លោកមហាសេដ្ឋីនឹងធ្វើការចាញ់មកតែម្ដងគឺមិនបាច់បញ្ចុះនោះទេនៅពេលនោះដែរ Hero Puri ម្នាក់ក៏បាននិយាយទៅកាន់ពួកគេថាទោះជាយ៉ាងណាក៏ដោយពួកឯងត្រូវតែទុកជីវិតឲ្យគ្នារបស់យើងដែលជាកូនចៅរបស់យើងព្រោះយើងមិនចង់សម្លាប់ពួកគេនោះទេយើងចង់ធ្វើបាបពួកគេដោយផ្ទាល់ដៃដើម្បីបង្ហាញថាអ្នកដែលចង់ក្បត់ជាមួយនឹងយើងគឺត្រូវតែទទួលទោសពីយើងប៉ុន្តែយើងមើលមុខជាមួយនឹងអាតូមិចសាមរ៉ៃវិញគាត់ពិតដូចជាមិនជឿជាមួយនឹង Hero Puri នោះទេដោយសារតែគាត់គឺជាគ្នារបស់គាត់អញ្ចឹងប្រហែលជាគាត់មិនសម្លាប់ពួកវានោះទេហើយក្នុងការនិយាយគ្នានេះគឺមានការចំទាស់គ្នាជាច្រើនអ្នកដោយសារតែពពួក Hero Rank A ហ្នឹងគឺជា Hero ដែលមានលំដាប់ខ្លាំងជាងគេអញ្ចឹងហើយបានជាពួកគេប្រជុំគ្នាម្ដងគឺតែតែឆ្លោះគ្នាដោយសារតែអត់មានអ្នកដឹកនាំច្បាស់លាស់ហើយអ្នកដឹកនាំហ្នឹងគឺជាក្មេងទៀតគឺពិបាកនិយាយគ្នាខ្លាំងមែននិយាយអត់ចង់ចូលគ្នាទេនិយាយអូខេនិយាយដល់ Hero បានហើយឥឡូវយើងកាត់មកកាន់ Hero ជាមួយនឹង Hero Plastic Flash វិញគាត់ក៏បាននិយាយថាពពួកវិសាចទាំងអស់ហ្នឹងគឺវាមិនខ្លាំងនោះទេដោយសារតែពួកវាហ្នឹងគឺខ្សោយអញ្ចឹងគាត់អាចសម្លាប់ពួកវាបានក្នុង60ក្បាលម្នាក់ឯងឯណោះអញ្ចឹងហើយនាងកំភៃពេលនោះថាស៊ូម៉ាគីក៏បាននិយាយទៅកាន់ពួកគេថាបើសិនជានាងឃើញជាមួយនឹងពួកវិសាចនោះគឺនាងតែម្នាក់ឯងគឺអាចសម្លាប់ពួកវាបានយ៉ាងងាយស្រួលពេលនោះ Plastic Flash ក៏បាននិយាយទៅកាន់ថាស៊ូម៉ាគីវិញថានាងកុំបានតែអំណត់ពេកដោយសារតែពួកវិសាចហ្នឹងគឺវាមានមិនមែនអន់នោះទេដូច្នេះហើយនាងកុំបានតែពាក្យសម្ដីអីនាងមិនទាន់ធ្វើអ្វីសោះនាងកុំគិតថាពួកវាអន់ឯសោះដោយសារតែលំដាប់នេះគឺវាខ្លាំងណាស់ពេលនោះឈើអមរកំពុងតែនិយាយសម្របសម្រួលពួកគេកុំឲ្យមានការឆ្លុះប្រកែកគ្នាឯសោះក៏ដោយសារតែពួកយើងនឹងគឺជាក្រុមតែមួយដូច្នេះហើយយើងមិនអាចទៅឆ្លោះប្រកែកជាមួយនឹងគ្នាអាចទេពួកយើងត្រូវតែរួមសហការគ្នាក្នុងការទៅជួយជាមួយនឹងកូនប្រុសមហាសេដ្ឋីនិងរួបរวมគ្នា
ហើយ Zombie Man ក៏បាននិយាយទៅកាន់ពួកគេវិញថាពួកយើងគឺត្រូវតែធ្វើបែបនេះដើម្បីឲ្យពួកយើងនឹងអាចជួយជាមួយនឹងកូនប្រុសរបស់លោកមហាសេដ្ឋីនឹងឲ្យគេចចេញពីកណ្ដាប់ដៃរបស់ពពួកបិសាចនឹងបានដោយសារតែកូនប្រុសមហាសេដ្ឋីនឹងគាត់ដឹងថាបិសាចចាប់ក្មេងប្រុសម្នាក់នេះទៅគ្រាន់តែចង់ធ្វើជានុយក្នុងការបញ្ឆោតជាមួយនឹងហេរ៉ូទាំងអស់ក្នុងការទៅជួយជាមួយនឹងកូនក្មេងម្នាក់នោះដោយសារតែកូនក្មេងនោះគឺជាកូនរបស់អ្នកដែលបានជួយជាមួយនឹងសមាគមហេរ៉ូនេះឯងនៅពេលនោះដែរក៏មានការឆ្លុះប្រកែកគ្នាបន្តិចបន្តួចរវាង Hero Rank S Rank ទី10នេះដែលមានឈ្មោះថា Flashy Flash ជាមួយនឹង Hero Rank ទី2ឈ្មោះថា Tatsumaki ហើយជនអមរក៏បានព្យាយាមក្នុងការហាមឃាត់ពួកគេកុំឲ្យមានការឆ្លោះគ្នានៅក្នុងពេលប្រជុំបែបនេះដោយសារតែវាអត់ល្អនោះទេពេលនោះក៏មាន Hero Rank A Rank ទី1ម្នាក់ក៏បានដើរចូលមកហើយនិយាយទៅកាន់ពួកគេថាហេតុអ្វីបានជាពួកគេនៅប្រជុំទីនេះដោយមិនប្រាប់គាត់បែបនេះហើយគាត់ក៏បាននិយាយបួលទៅកាន់ពពួក Hero Rank S នោះជាច្រើនធ្វើឲ្យពួកគេពោលជាក្តៅលើកជើជាមួយនឹងគាត់ជាខ្លាំងលើកឡើងតែ Hero ម្នាក់ដែលមានធ្វើថាជើ Emerald តែម្ដងគឺគាត់បាននិយាយសម្រួលពួកគេកុំឲ្យមានការឆ្លុះប្រកែកគ្នាអីហើយជើ Emerald ក៏បាននិយាយទៅកាន់គាត់ថាដោយសារតែគាត់គឺជា Hero Rank A ម្នាក់គាត់គឺជា Hero មួយដែលគាត់ត្រូវតែចាំការពារនៅខាងលើដោយសារតែគាត់នឹងគឺជា Hero Rank A អញ្ចឹងហើយគាត់អាចចូលទៅក្នុងនឹងបានទេជើ Emerald ក៏បានសង្កត់គាត់ថាគាត់នឹងត្រូវតែនៅខាងលើដើម្បីជួយកញ្ចប់ជាមួយនឹងវិសាចនៅពេលដែលពួកវានឹងបានរួចចេញពីសមាគមវិសាចនឹងឡើងមកធ្វើបាបមនុស្សអញ្ចឹងហើយគាត់នៅខាងលើដើម្បីជួយការពារមនុស្សនៅពេលនោះដែរជើ Emerald ក៏បាននិយាយការពារទៅកាន់ពួកគេទាំងអស់គ្នាកុំឲ្យមានការឆ្លោះប្រកែកគ្នាឲ្យដោយសារតែអា Hero Rank ទី1 Rank A ហ្នឹងគឺវាបានចូលមកធ្វើការមើលងាយជាមួយនឹង Hero សឹងតែទាំងអស់ហើយជើ Emerald ក៏បានលើកហេតុផលថាគាត់គឺជា Hero Rank A ម្នាក់ដូច្នេះហើយគាត់មានតួនាទីក្នុងការការពារជាមួយនឹងប្រជាជនដូច្នេះហើយគាត់មិនបាច់ទៅនោះទេប៉ុន្តែ Hero ម្នាក់ហ្នឹងក៏បាននិយាយទៅកាន់ពួកគេវិញថាគាត់នឹងទៅឲ្យតទៅបានបើឲ្យគាត់នៅខាងលើដូចជាមើលងាយសមត្ថភាពរបស់គាត់ពេកហើយជេមរ៉ូក៏នៅតែបន្តនិយាយកាន់គាត់ទៀតថាបើសិនជាគាត់ទៅនោះតើមាននរណាការពារប្រជាជននៅខាងលើដោយសារតែពួក Hero ទាំងអស់ទៀតគឺមិនអាចការពារបាននោះទេប៉ុន្តែគាត់គិតថាពួកគេដូចជាមើលងាយជាមួយនឹងសមត្ថភាពគាត់ពេកហើយដោយសារតែគាត់គឺជា Hero Rank A ម្នាក់ហើយគឺជា Hero Rank ទី1ទៀតបើសិនជាគាត់ចង់ឡើងទៅ Hero Top Rank S Rank ទី1ក៏បានដែរគាត់មិនចង់នៅពេលដែលលើវានិយាយនេះហើយថាសុំគេក៏ធ្វើទឹកមុខជ្រិញជាមួយនឹងវាខ្លាំងណាស់ហើយឈើមរកក៏បាននិយាយទៅកាន់វាទៀតថាបើសិនជាវាចោលទៅវាមានបញ្ហាអីនោះ fan របស់វានឹងច្បាស់ជាខូចចិត្តជាមួយវាខ្លាំងនៅពេលដែលលើឆេមរនិយាយនេះធ្វើឲ្យសុំអគីហ្នឹងក៏បន្ថែមលំបោចទៅទៀតថាឯងធ្វើតែជា Hero A ម្នាក់មិនក៏ឯងនៅតែតប៉ែជាមួយនឹងពួកយើងទៀតតែឯងគិតថាឯងគឺជា Hero Rank A សោះអាចចូលឆ្នៃជាមួយនឹងពួក Hero Rank S ហើយអាចសម្រាប់ជាមួយនឹងបិសាចដែលមានលំដាប់ Dragon លំដាប់ Demon បានជាច្រើននោះនៅពេលដែលលើជាមួយនឹងថាសុំអគីនិយមនេះធ្វើឲ្យអាប៉ែម៉ាស់ហ្នឹងគឺមានអារម្មណ៍ថាខឹងជាមួយនឹងនាងបន្តិចបន្តួចដែរដោយសារតែនាងគឺជាកូនក្មេងតែគាត់គឺមិនបានបង្កាន់នាងច្រើននោះទេហើយគាត់ក៏នៅតែបញ្ជាក់ទៅកាន់ពួកគេវិញថាខ្ញុំនឹងទៅជាមួយនឹងពួកឯងដែរគឺខ្ញុំអត់ចង់នៅខាងលើនោះទេពេលនោះ Zombie Man ក៏បាននិយាយទៅកាន់ Sweet មកថាម៉េចឯងចង់ចូលទៅកន្លែងសមាគមបិសាចហ្នឹងដោយសារតែឯងនឹងចង់លយមែនអត់បើមិនចាឯងចង់លយឯងគ្រាន់តែឡើងទៅច្រៀងដើម្បីឲ្យ fan របស់ឯងគ្រប់ត្រទៅគឺប៉ុណ្ណឹងគឺឯងល្បីបាត់ហើយអញ្ចឹងឯងមិនបាច់ទៅនោះទេ Zombie Man ក៏នៅតែបន្តនិយាយទៅកាន់វាទៀតថាបើឯងពិតជាខ្លាំងមែនឯងកុំចូលឲ្យឯងនៅនឹងទៅនៅពេលដែលលើសម្ដីជាមួយនឹង Zombie Man និយាយមកកាន់ខ្លួននេះធ្វើឲ្យអាប៉ែ Speed Man ហ្នឹងគឺពិតជាខឹងជាមួយនឹង Zombie Man ហើយក៏ឡើងសរសៃកដាក់គ្នាហើយក៏បាននិយាយទៅកាន់ Zombie Man វិញថាការពីមុនឯងគឺជាបិសាចឯងមិនមែនជា Hero នោះទេហេតុអីបានជាឯងគ្រាន់តែឡើងមក Hero ភ្លាមនោះឯងពិតជាមានការមើលងាយជាមួយនឹងជើងបែបនេះទោះបីជាឯងគឺជា Hero Rank S មែនក៏ដោយប៉ុន្តែការពីមុនឯងគឺជាបិសាចតែប៉ុណ្ណោះហើយប្រហែលជាឯងមិនបានចាប់ទុកពួកយើងគឺជាគ្នារបស់ឯងទេពួកឯងប្រហែលជាសត្រូវជាមួយនឹងយើងហើយនៅពេលនោះដែរ Char Emperor ក៏បាននិយាយទៅកាន់ពួកគេវិញថាពួកគេនឹងកុំអាចឆ្លោះគ្នាឲ្យគាត់នៅតែសម្រាប់សម្រួលពួកគេរហូតពេលនោះដែរថាសុំគេក៏បាននិយាយតាមការពិតថាឯងនឹងពិតជាប្រហើនហើយពិតជាអត់ប្រយោជន៍មែនតែនមូលហេតុដែលពួកគេមិនចង់ឲ្យឯងទៅនឹងដោយសារតែពួកឯងគឺជា Hero Rank A ហើយមានសមត្ថភាពគឺនៅអនមិនបាន Hero Rank A នឹងហើយបានជាពួកគេនឹងបារម្ភមិនឲ្យពួកឯងទៅគ្រោះថ្នាក់បានគេមិនឲ្យឯងទៅនោះនៅពេលនោះដែរក៏ស្រាប់តែមានជាមួយនឹងស្មាបរោះ3ម្នាក់ដែលគាត់គឺជា King ដែលគាត់កំពុងតែមកពីផ្ទះសៃតាម៉ានៅពេលនោះដែរពួកគេក៏បានសួរទៅកាន់ King ថាហេតុអ្វីបានជា King មើលទៅមានប្រឡាក់ឈាមច្រើនម្ល៉េះ
King ក៏បារម្ភនឹងប្រាប់ទៅកាន់ពួកគេតាមត្រង់ហើយប៉ុន្តែត្រូវបានអ្នកការពារទាំងពីរអ្នកខាងក្រោយនោះក៏បាននិយាយទៅកាន់ពួកគេវិញថា King ទើបតែមកពីសម្លាប់ជាមួយនឹងពពួកបិសាចនៅកន្លែងដែលផ្ទះសីតាម៉ានៅហើយគឺជាកន្លែងរបស់សមាគមហេរ៉ូនឹងឯងតែកន្លែងនោះគឺជាកន្លែងដែលសីតាម៉ារស់នៅពីលើគឺជាទីក្រុងស៊ីដោយសារតែឃើញ King មកនេះPacific មកនឹងបានຕົកមុខឲ្យ King គាត់ក៏មិនបានឆ្លុះប្រកែកជាមួយនឹង Hero ទាំងអស់នោះទៀតដែរហើយគាត់ក៏បានធ្វើដំណើរចាក់ចេញទៅមុននឹងចាក់ចេញទៅគាត់ក៏បាននិយាយទៅកាន់ពួកគេវិញថាយើងនឹងចូលរួមជាមួយនឹងពួកឯងដើម្បីចូលទៅកម្ចាត់ជាមួយនឹងពួកវិសាចនឹងឯងពេលនោះឆើ Emerald ក៏បាននិយាយទៅកាន់ King ថាតើ King នឹងគិតចង់ទៅណាហើយអ្វីបានជា King ទើបតែមកដល់ពេលនេះ King ក៏បាននិយាយប្រាប់ទៅកាន់គេថាខ្ញុំទើបតែមកពីកញ្ចប់វិសាចដោយសារតែអ្នកការពារពីរអ្នកហ្នឹងបាននិយាយនេះហើយ King មានតែចាក់បដោយដំណឹងនោះទេក៏ដោយសារតែ King ហ្នឹងគឺជាមនុស្សម្នាក់ដែលអន់ខ្លាំងមែនតើគឺគាត់ចាំតែស៊ីប៉ែគេប៉ុណ្ណោះគឺស៊ីប៉ែសៃតាម៉ាប៉ុន្តែយើងក៏សរសើរគាត់ដែរគឺគាត់បានសម្ដែងជាមួយនឹងអាកប្បកិរិយាពិតជាលយខ្លាំងមែនទែនពេលនោះ Emerald ក៏បានឲ្យ King នឹងទៅចូលរួមជាមួយនឹងបេសកកម្មសម្រាប់ជាមួយនឹងពពួកបិសាចនៅខាងក្រោមនឹងដែរតែ King គឺមើលទៅដូចជាគាត់មិនពេញចិត្តឬក៏ខ្លាចភ័យខ្លាំងហើយយើងកាត់មកកាន់ពីរអ្នកវិញគឺគាត់បាននិយាយគ្នារឿងដែលពួកគេនឹងចាប់ជាមួយនឹង Hero Rank ក្រោម Rank S ហ្នឹងទៅចាត់ការជាមួយពួកវិសាចនៅផ្នែកខាងលើពួកគេនៅតែនិយាយគ្នាបន្តរៀបរាប់អំពីការយកជាមួយនឹងពួក Hero ដែលក្រោម Rank S ទៅកញ្ចប់ជាមួយនឹងវិសាចដើម្បីជួយសង្គ្រោះទីក្រុងខាងលើហ្នឹងកុំឲ្យពួកវិសាចហ្នឹងចូលមកសម្លាប់ជាមួយនឹងប្រជាជនបានឯសោះហើយការចូលរួមក្នុងការទៅសម្លាប់ជាមួយនឹងពួកវិសាចហ្នឹងគឺដឹកនាំដោយកងម្នាក់ដែលជាមនុស្សនៅក្នុងសមាគមរបស់ពពួក Hero នឹងឯងនៅពេលដែលឡើងទៅដល់ខាងលើពួកគាត់ក៏បានទៅជួបជាមួយនឹងពពួក Hero Rank B ជាច្រើនអ្នកដែលនៅកន្លែងនោះហើយក៏បាននិយាយទៅកាន់ពួកគេថាតើពួកឯងនឹងមកទីនេះមានដឹងថាខ្លួនឯងត្រូវបំពេញជាមួយនឹងបេសកកម្មអ្វីនោះទេពីនោះក៏មាន Hero Rank B ម្នាក់ក៏បាននិយាយទៅកាន់គាត់ថាពួកយើងមកដើម្បីបំពេញជាមួយនឹងបេសកកម្មសម្រាប់នេសាទដើម្បីជួយទៅដល់ពួក Hero Rank S ហើយនាងក៏បាននិយាយបន្តទៅកាន់ពួកគេវិញថាតើនៅពេលដែលពួកយើងនឹងអាចសម្លាប់ជាមួយនឹងពួកបិសាចទាំងអស់នឹងបានគឺពួកយើងនឹងអាចឡើងតំណែងខ្ពស់យ៉ាងណាបន្តិចបានដែរអត់នៅពេលនោះដែរគឺបរោះដែលជាសមាគមរបស់ Hero នឹងក៏បាននិយាយទៅកាន់ពួកគេវិញថាបើសិនជាពួកឯងនឹងមានសមត្ថភាពក្នុងការសម្លាប់ជាមួយនឹងបិសាចទាំងអស់នោះបានមិនអីនោះទេចាំយើងដំឡើងតំណែងឲ្យពួកឯងខ្លាំងជាងនឹងនៅពេលដែលលើគាត់និយាយបែបនេះធ្វើឲ្យពួកគេទាំងអស់ហ្នឹងក៏រៀងសប្បាយចិត្តខ្លាំងណាស់ដែរដោយសារតែពួកគេហ្នឹងគឺចង់ឡើងតំណែងដើម្បីទទួលបានកេរ្តិ៍ឈ្មោះនិងភាពល្បីល្បាញច្រើនជាងនឹងបន្តិចក៏ព្រោះថា Hero Rank B ហ្នឹងគឺមិនសូវមានភាពពេញនិយមឬក៏ល្បីច្រើននោះទេហើយនៅពេលដែលយើងកាន់មកកាន់ King Bang Bomb វិញតែនៅពេលនោះដែរគឺ King និង Bomb ក៏បានតែមកដល់ជាមួយនឹងសមាគមរបស់ Hero ហើយគាត់ក៏បានឃើញជាមួយនឹង King សំទោសមិនមែន King នោះទេនៅពេលនោះដែរគឺជាមួយនឹងខាងសមាគម Hero ហ្នឹងក៏បានសួរទៅកាន់ King និង Bomb ថា King និង Bomb មានសមត្ថភាពក្នុងការសម្លាប់ទៅដល់វិស័យក្អែបហេតុអ្វីបានជាពួកគេហ្នឹងគឺអាចចាប់ជាមួយនឹង Garo ឬក៏សម្លាប់ Garo បានអំនេះគាត់សង្ស័យពួកគេថាពួកគេហ្នឹងគឺបានជួយជាមួយនឹង Garo ដោយសារតែ Garo ហ្នឹងគឺជាកូនសិស្សរបស់ Bang នៅពេលឮដែលបរិះអ្នកនឹងនិយាយបែបនេះធ្វើឲ្យ Bang ហ្នឹងគឺអត់ពេញចិត្តជាមួយនឹងគាត់នោះទេដោយសារតែ Bang គិតថាខាងសមាគម Hero ហ្នឹងគឺបានសង្ស័យគាត់ថាគាត់ហ្នឹងចូលខុបខិតជាមួយនឹងពួកបិសាចក្នុងការការពារកុំឲ្យពួកបិសាចហ្នឹងគឺមកអុកឡុកជាមួយនឹងប្រជាជនគឺបែបអត់យល់សប្តិជាមួយនឹងពួកគេនោះទេដូច្នេះហើយបាំងក៏បាននិយាយទៅកាន់គាត់វិញថាខ្ញុំមិនបានធ្វើអ្វីខុសធ្ងន់នោះទេខ្ញុំគ្រាន់តែចង់វាយជាមួយនឹងការរោនឹងសម្រាប់ជាមួយនឹងវិសាចធម្មតាបែបនេះប៉ុន្តែតាមមើលទៅគឺបិសាចក្អែបនោះគឺសៃតាម៉ាជាអ្នកសម្រាប់តែប៉ុណ្ណោះប៉ុន្តែដោយសារតែពួកគេគឺគិតថាពួកគាត់នឹងពីរនាក់ជាអ្នកសម្រាប់ហើយពួកគេមានតែធ្វើទៅតាមនឹងតែប៉ុណ្ណោះនៅពេលដែលលើជាមួយនឹងពួកគេនិយាយបែបនេះធ្វើឲ្យបរិះជាសមាគមហ្នឹងគឺសំទោសទៅកាន់ពួកគេដែលមានការសង្ស័យទៅកាន់ Bang ហើយនឹង Bomb នៅពេលដែលគាត់ចេញទៅពេលនោះ King ក៏បានមកដល់ហើយ Bang ក៏បានរត់ទៅសួរ King ថាតើ King ហ្នឹងមានហេតុផលអ្វីបានជាមកដល់ទីនេះប៉ុន្តែ King គឺមិនចង់ប្រាប់ជាមួយនឹង Bang ហើយនឹង Bomb នោះទេដោយសារតែខាងសមាគមចំពោះ Hero ហ្នឹងគឺឲ្យប្រាប់ជាមួយនឹង Bang ហើយនឹង Bomb ដោយសារតែពួកគេសង្ស័យថា Bang និង Bomb ហ្នឹងគឺជាជនបង្កប់របស់ពួកសមាគមបិសាចក៏ប៉ុន្តែដោយសារតែ King ត្រូវបាន Bang ហើយនឹង Bomb បង្ខំពេកគាត់ក៏បាននិយាយប្រាប់ទៅកាន់ King និងបងតាមនឹងទាំងអស់ទៅថាពួកគេហ្នឹងគឺអត់ចង់ឲ្យ King និង Bomb ចូលទៅកាន់ជាមួយនឹងសមាគមបិសាចនេះទេដោយសារតែពួកគេគិតថាពួក King និង Bomb ហ្នឹងគឺជាជនបង្កប់របស់សមាគមបិសាច
ក៏ដោយសារតែពួកគេហ្នឹងគឺគាត់អាចសម្របជាមួយនឹងការ៉ូបានទាំងដែលការ៉ូហ្នឹងមានសមត្ថភាពឧស្សាហ៍ជាងបិសាចក្អែបតែប៉ុណ្ណោះគេគិតថា King ហើយនឹង Bomb ហ្នឹងមានការអាណិតជាមួយនឹងការ៉ូដែលធ្លាប់ជាកូនសិស្សរបស់ Bang ក្នុងការសន្ទនានេះពួកគេគឺនិយាយគ្នាថាពួកគេនឹងធ្វើដំណើរទៅជាមួយនឹងសមាគមបិសាចតែក្រុមរបស់ពួកគេតែប៉ុណ្ណោះគឺអត់ចូលរួមជាមួយនឹងពពួកសមាគម Hero នោះទេហើយ King និង Bomb ក៏បានដេញជាមួយនឹង King ត្រឡប់ចូលទៅកន្លែងសមាគមរបស់ Hero វិញដើម្បីនិយាយពិភាក្សាគ្នាបន្តទៀតហើយនៅពេលនោះដែរពួកគេក៏បាននិយាយពិភាក្សាគ្នាអំពីរឿងដែលពួកគេនឹងត្រូវទៅសម្រាប់ជាមួយនឹងពួកសមាគមរបស់បិសាចហើយយើងកាន់មកកាន់ Fubuki វិញពេលនេះនាងកំពុងតែដើរទៅកាន់ផ្ទះសៃតាម៉ាហើយក៏បានគិតក្នុងចិត្តថាហេតុអ្វីបានជានាងត្រូវបានដកចេញពីការចូលរួមជាមួយនឹងពួកសមាគម Hero ក្នុងការទៅសម្រាប់ជាមួយនឹងបិសាចនាងគិតថាប្រហែលជាបងស្រីរបស់នាងដែលមានឈ្មោះថាសាស៊ូម៉ាគីនឹងបានដកនាងចេញហើយដោយសារតែខ្លាចនាងមានគ្រោះថ្នាក់ប៉ុន្តែនាងគឺអត់យកព្រមនោះទេគឺនាងបានធ្វើដំណើរទៅកាន់ផ្ទះសៃតាម៉ាក្នុងគោលបំណងបបួលជាមួយនឹងសៃតាម៉ានឹងចូលរួមក្រុមជាមួយនឹងនាងក្នុងការទៅសម្រាប់ជាមួយនឹងពួកវិសាចទាំងអស់គ្នានៅពេលដែលនាងដើរតាមផ្លូវហ្នឹងនាងក៏បានទៅជួបជាមួយនឹងGenoដែលគាត់កំពុងតែដើរស្វែងរកជាមួយនឹងពួកវិសាចដើម្បីសម្លាប់ដូចគ្នានៅពេលដែលយើងឃើញជាមួយនឹងGenoគាត់បានអភិវឌ្ឍជាមួយនឹងរាងកាយរបស់គាត់នឹងគឺខ្លាំងជាងមុនឆ្ងាយណាស់ប៉ុន្តែក្នុងការសម្លាប់ជាមួយនឹងពួក Hero ទាំងអស់ហ្នឹងគឺពួកវិសាចគឺមានសមត្ថភាពខ្លាំងៗចឹងហើយបានជាខាងសមាគមរបស់វិសាចហ្នឹងគឺត្រូវតែរៀបចំខ្លួនដើម្បីប្រយុទ្ធប្រឆាំងជាមួយនឹងពួក Hero នឹងឯងទើបធ្វើឲ្យGenoហ្នឹងត្រូវតែអភិវឌ្ឍជាមួយនឹងរាងកាយរបស់គាត់ឲ្យខ្លាំងជាងមុននៅពេលនោះដែរពួកគេក៏បានដើរទៅផ្ទះរបស់សៃតាម៉ាជាមួយគ្នានៅពេលដែលពួកគេចូលទៅក្នុងបន្ទប់គឺស្រាប់តែអត់ឃើញជាមួយនឹងសៃតាម៉ានោះទេតែពួកគេគិតថាសៃតាម៉ាប្រហែលជាទៅខាងក្រៅដើម្បីទិញបន្លែនៅមុខការនឹងហើយនៅពេលនោះដែរ King និង Bomb ក៏បានចូលមកកាន់នៅទីនោះហើយក៏បានសួរទៅកាន់ពួកគេថាតើសៃតាម៉ានឹងគឺបានទៅណាប៉ុន្តែគាត់ក៏ប្រហែលជាគិតដឹងហើយថាសៃតាម៉ាប្រហែលជាទៅខាងក្រៅក្នុងការទិញជាមួយនឹងម្ហូបដើម្បីធ្វើសម្រាប់ញ៉ាំនឹងហើយនៅពេលនោះដែរ King ក៏មកដល់ជាមួយនឹងកន្លែងរបស់ពួកគេហើយពួកគេក៏បានប្រពោះ King ក្នុងការធ្វើបេសកកម្មតែគ្នារបស់ពួកគេទៅសម្រាប់ជាមួយនឹងពពួកបិសាចនៅក្នុងសមាគមបិសាចហ្នឹងក៏ដោយសារតែខាងសមាគម Hero ហ្នឹងគឺអត់បានអញ្ជើញពួកគេទៅចូលរួមនោះទេហើយមិនគិតច្រើនពួកគេក៏បានរៀបចំខ្លួននឹងធ្វើការទៅសម្រាប់ជាមួយនឹងពពួក Hero ទាំងអស់ហ្នឹងមិនមែន Hero ទេគឺពពួកបិសាចដែរខ្ញុំច្រឡំតែប៉ុណ្ណោះគឺពេលនោះដែរ King ក៏បានប្រាប់ទៅកាន់ពួកគេថាឲ្យពួកគេនឹងរងចាំបន្តិចដើម្បីឲ្យសៃតាម៉ានឹងត្រឡប់មកផ្ទះវិញសិនក៏ដោយសារតែ King នឹងគឺភ័យខ្លាំងដោយសារតែពួកគេនឹងបានបបួលគាត់ហើយនៅពេលនោះដែរ Hero ឈើម្នាក់ក៏បាននិយាយទៅកាន់ពួកគេវិញថាដូចជាបាត់ King ទៅណាហើយក៏មាន Hero ម្នាក់ក៏បាននិយាយទៅកាន់ឈើ Emerald ថា King នឹងគឺបានសុំគាត់នឹងទៅត្រៀមខ្លួនបន្តិចដោយសារតែគាត់នឹងគឺអត់ទាន់ត្រៀមខ្លួននោះទេនៅពេលនោះដែរក៏មានជាមួយនឹង Hero ជាច្រើនបានផុសចេញពីក្រោមដីក្នុងការមកវាយប្រហារជាមួយនឹងពួក Hero ដើម្បីប្រយុទ្ធប្រឆាំងគ្នាដើម្បីកុំឲ្យពួក Hero ហ្នឹងចូលទៅខាងសមាគមរបស់ពួកបិសាចហ្នឹងហើយអញ្ចឹងរឿងសៃតាម៉ាដែលជាភាគបន្តរបស់យើងហ្នឹងគឺបានមកដល់ទីបញ្ចប់ហើយអញ្ចឹងបើសិនជាអ្នកនរគ្នាចង់ទស្សនាទៀតគឺទស្សនាបានអូខេ